នាឡិកាមួយនេះបានបង្ហាញយ៉ាងច្បាស់ថាខ្ញុំកំពុងតែដើរទៅរកជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួននេះគឺជា Huawei Watch Fit 5 Series Smartwatch ដំបូងបំផុតដែលមានមុខងារវិភាគហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមដោយគ្មានការឈឺចាប់ហើយចំណាយពេលក្នុងការវិភាគម្ដងពី3ទៅ4ថ្ងៃដែលវាអាចឲ្យយើងដឹងពីបម្រែបម្រួលជាតិក្លូចកុសនៅក្នុងឈាមដោយវាវិភាគទៅលើសញ្ញាជាច្រើននៅក្នុងឈាមនិងចង្វាក់បេះដូងដែលវាវាស់ចេញពី sensor ចំនួនថ្មីចុងក្រោយធៀបជាមួយនឹងទិន្នន័យដូចជាអាយុទម្ងន់និងកម្ពស់របស់អ្នកប្រើប្រាស់ហើយវាបង្ហាញលទ្ធផលជាហានិភ័យ3កម្រិតដែលយើងអាចជឿជាក់បានម្យ៉ាងទៀតលទ្ធផលនីមួយៗគឺមានការវិវត្តនាយ៉ាងច្បាស់និងងាយស្រួលយល់ថែមទៀត Huawei Watch Fit 5 Series មានតួខ្លួនផលិតពីលោហៈ Aerospace Grade Titanium ប្រណិតធន់មាំប្រើប្រាស់បានយូរហើយទម្ងន់គឺស្រាលមែនទែនត្រឹមតែ30ក្រាមប៉ុណ្ណោះចំណែកអេក្រង់វាអាចបង្ហាញពន្លឺបានរហូតដល់3000 nits សម្រាប់មុខងារវិភាគសុខភាពទូទៅក៏មានច្រើនដូចគ្នាដូចជាការតាមដានសុខភាពបេះដូង ECG Analysis មុខងារតាមដានភាពមិនប្រក្រតីនៃចង្វាក់បេះដូង24ម៉ោងជាប់មុខងារតាមដានដំណេក 5.0 ដែលវិភាគទៅលើការគេងបានលម្អិតជាងមុនហើយនាឡិកានេះក៏អាចតាមដានសុខភាពផ្លូវចិត្តរបស់យើងបានផងដែរជាមួយនឹងមុខងារ Emotional Wellbeing 2.0 ចាប់ទីតាំងបានសក្តិល្អសម្រាប់កីឡារត់ជិះកង់ trail run ជាដើមដែលរាល់ការកត់ត្រាទាំងអស់យើងអាចភ្ជាប់និងចែករំលែកចូលទៅកាន់កម្មវិធី Strava បានមកប្រើប្រាស់បានច្រើនថ្ងៃហើយជាពិសេសគឺយើងភ្ជាប់បានគ្រប់ទូរស័ព្ទមិនប្រកាន់ថា Android ឬក៏ iOS នោះទេអញ្ចឹងបងប្អូនទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះនាឡិកា Huawei Watch Fit 5 Series មួយនេះសូមចែករំលែកមតិយោបល់របស់បងប្អូននៅក្នុង comment ខាងក្រោមមកខ្ញុំបាននឹងផងហើយយើងនឹងជួបគ្នាវីដេអូក្រោយ